អាពាហ៍ពិពាហ៍ចម្លែកទាំង6ដែលកើតឡើងមិនគួរឲ្យជឿទី6 Yuri Tolechko គាត់គឺជាអ្នកហាត់ប្រាណម្នាក់ដែលមានរូបរាងសាច់ដុំគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយតុក្កតាម្នាក់ដែលមានឈ្មោះថា Mako គាត់ស្រឡាញ់ Mako ខ្លាំងណាស់ហើយគាត់បានចូលស្ដីដណ្ដឹងនាងទៅតាមប្រពៃណីយ៉ាងត្រឹមត្រូវនៅខែវិច្ឆិកាឆ្នាំ2020ស្នេហារបស់គាត់បានចាប់ផ្ដើមដោយពួកគាត់ជួបគ្នាជាលើកដំបូងនៅក្នុងក្លឹបរាត្រីមួយកន្លែង Yuri បានឃើញ Mako ភ្លាមក៏លង់ស្រឡាញ់នាងផ្លែតក្រោយមកពួកគាត់ទាំងពីរនាក់ក៏បានរៀបការជាមួយគ្នានៅក្នុងកម្មវិធីរបស់គាត់គឺមានភ្ញៀវតែ2-3នាក់តែប៉ុណ្ណោះបន្ទាប់ពីរៀបការរួចហើយពួកគេទាំងពីរនាក់ក៏បានទៅប្រទេសប៊ុលហ្គារីដើម្បីក្រេបទឹកឃ្មុំនៅទីនោះ Yuri រៀបការជាមួយ Mako មិនទាន់បានប្រមាណថ្ងៃស្រួលបលផងគាត់ក៏បានលែងលះគ្នាដោយសារតែ Yuri គាត់បានលង់ស្នេហ៍ជាមួយឈើខ្មៅមួយដ៏ធំដែលគាត់បានជួបប្រទះនៅក្នុងក្លឹបរាត្រីមួយកន្លែងទៀត Yuri គាត់បានអះអាងថាខ្លួននឹងតាក់ទងជាមួយវត្ថុនានាឲ្យប្លែកពីមនុស្សទូទៅគាត់បានចែករំលែកចំណាប់អារម្មណ៍នៃស្នេហាមិនធម្មតារបស់គាត់ទៅឲ្យអ្នកទស្សនាក៏ដូចជាអ្នកតាមដានគាត់ជាង 88,000 នាក់នៅលើ Instagram និងកន្លែងដែលគាត់បង្ហោះរូបបង្ហោះវីដេអូទំនាក់ទំនងពិសេសៗរបស់គាត់គ្រប់ប្លង់ដែលគាត់បានថតទី5 Elizabeth Hurt គឺជាអតីតតារាបង្ហាញម៉ូដឈុតហែលទឹកម្នាក់មកពីចក្រភពអង់គ្លេសគាត់បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនជាច្រើនអ្នកនៅក្នុងឆ្នាំ2019នៅពេលដែលគាត់បានរៀបការជាមួយ Golden Ristic Ever ដែលមានអាយុ6ឆ្នាំរឿងរ៉ាវរបស់ Elizabeth បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទៀតផងបន្ទាប់ពីគាត់បរាជ័យទៅលើទំនាក់ទំនងជាមួយមនុស្សប្រុសជាង200ដងគាត់ក៏បានសម្រេចចិត្តថាមានតែឆ្កែរបស់គាត់តែម្នាក់គត់ដែលធ្វើឲ្យគាត់ទុកចិត្តហើយក៏បានសរសើរឆ្កែរបស់គាត់ទៀតថាបានជួយធ្វើឲ្យគាត់សប្បាយចិត្តនៅពេលដែលគាត់ខូចចិត្តហើយតែងតែនៅក្បែរគាត់គ្រប់ពេលវេលាឲ្យតែពេលគាត់មានបញ្ហាវាមិនដែលកម្មវិធីអាពាហ៍ពិពាហ៍បានដឹកនាំដោយ Alison Hammond នៅពេលព្រឹកកម្មវិធីរបស់ពួកគាត់ទាំងពីរនាក់ត្រូវបានទស្សនិកជនរាប់លាននាក់ឃើញនៅលើកញ្ចក់ទូរទស្សន៍ពួកគេបានបដូរចិញ្ចៀនគ្នាទៅវិញទៅមកហើយដៃប្តីរបស់គាត់បំពាក់ទៅដោយខ្សែដៃ Elizabeth បានបង្ហាញក្តីស្រឡាញ់របស់គាត់ទៅលើប្តីរបស់គាត់ដោយថើបគ្នាទៅវិញទៅមកបន្ទាប់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់គាត់ចប់ Elizabeth បានទៅក្រេបទឹកឃ្មុំជាមួយប្តីឆ្កែរបស់គាត់ទី4 Alisa Huggins និង Christopher Jackson គឺជាស្នេហាមួយគូដែលជាអ្នកមុជទឹកនៅក្នុងសមុទ្រពួកគាត់បានល្បីល្បាញទូទាំងពិភពលោកនៅឆ្នាំ2021ដែលក្លាយជាអ្នកដំបូងគេនៅចក្រភពអង់គ្លេសពួកគាត់ទាំងពីរនាក់បានរៀបមង្គលការនៅអាងចិញ្ចឹមត្រីមជ្ឈមណ្ឌល Be Gray Adventure Center នៅជុំវិញខ្លួនរបស់ពួកគាត់ទាំងពីរនាក់ព័ទ្ធទៅដោយត្រីនិងត្រីឆ្លាមទោះបីជាទីតាំងមង្គលការរបស់ពួកគាត់មិនធម្មតាក៏ដោយប៉ុន្តែពួកគាត់បានរក្សាប្រពៃណីរបស់ពួកគេទាំងពីរនាក់បានស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍យ៉ាងត្រឹមត្រូវគូស្នេហ៍មួយគូនេះបានជ្រើសរើសកន្លែងមង្គលការបែបនេះក៏ដោយសារតែពួកគេជាអ្នកស្រឡាញ់ការមុជទឹកនិងជិះស្គីលើទឹកមួយវិញទៀតគឺកាត់បន្ថយការឆ្លងជំងឺ COVID-19 កាលនៅសម័យនោះទី3 Akihiko Kondo គឺជាបុរសជនជាតិជប៉ុនម្នាក់ដែលមានអាយុ41ឆ្នាំគាត់បានរៀបការជាមួយតុក្កតា Hologram ដែលជាសិប្បនិម្មិតនៃតារា Pop Star ដែលមានឈ្មោះថា Hasan Mikoនៅក្នុងឆ្នាំ2018នេះជាមូលហេតុដែលគាត់បានសម្រេចចិត្តរៀបការជាមួយតុក្កតាដោយសារតែការនៅរៀនគាត់ត្រូវបានមនុស្សស្រីជាច្រើនអ្នកបដិសេធជាច្រើនលើកច្រើនសារក្នុងការសារភាពស្នេហ៍របស់គាត់នៅពេលនោះគាត់បានកើតជំងឺបាក់ទឹកចិត្តជាខ្លាំងបន្ទាប់មកនៅពេលសាលារបស់គាត់ត្រូវបានឈប់សម្រាកគាត់បានឃើញមីកូក្នុងឆ្នាំ2007ហើយគាត់បានបង្កើតទំនាក់ទំនងនេះជាមួយមីកូនេះសម្រាប់អាពាហ៍ពិពាហ៍និមិត្តសញ្ញាមនុស្សដែលគាត់ស្រឡាញ់កម្មវិធីរបស់ពួកគាត់ត្រូវបានចូលរួមដោយមិត្តភ័ក្តិនិងក្រុមគ្រួសារKondo គាត់បានពាក់ឈុតពណ៌សចំណែកឯ Miko បានពាក់រ៉ូបពណ៌សទោះបីជា Miko គ្មានច្រមុះក៏ដោយប៉ុន្តែ Kondo បានបង្ហាញពីចំណងមិត្តភាពហើយគាត់បាននិយាយថាគាត់នៅតែស្រឡាញ់ Miko ទី2 Debra Hurt គឺជាស្ត្រីម្នាក់ដែលបានរៀបការជាមួយឆ្មាអាយុ5ឆ្នាំរបស់គាត់ដែលមានឈ្មោះថា India តាមពិតទៅឆ្មាមួយនេះគឺជាសត្វចិញ្ចឹមរបស់គាត់នោះទេមូលហេតុដែលគាត់បានរៀបការជាមួយឆ្មារបស់គាត់ក៏ដោយសារតែម្ចាស់ផ្ទះជួលថ្មីរបស់គាត់មិនអនុញ្ញាតឲ្យសត្វឆ្មាចិញ្ចឹមចូលទៅរស់នៅក្នុងផ្ទះជួលនោះទេគាត់ស្រឡាញ់សត្វឆ្មារបស់គាត់ខ្លាំងណាស់គាត់មានតែសម្រេចចិត្តរៀបការជាមួយឆ្មារបស់គាត់ធ្វើជាប្តីប្រពន្ធដើម្បីឲ្យម្ចាស់ផ្ទះអនុញ្ញាតឲ្យឆ្មាចូលទៅរស់នៅជាមួយគាត់បានជារៀងរហូតគូក្បាល Creative ចុងក្រោយគេគឺទី1 Ekaterina Dimitrieva និង Yuri Melnichenko នៅថ្ងៃទី10ខែសីហាឆ្នាំ2003 Ekaterina និង Yuri ពួកគាត់ទាំងពីរនាក់បានបង្កើតព្រឹត្តិការណ៍មួយជាប្រវត្តិសាស្ត្រដោយរៀបអាពាហ៍ពិពាហ៍នៅលើអាកាស Yuri គាត់នៅលើលំហអាកាសព្រោះតែគាត់ជាអ្នកស្រាវជ្រាវនៅលើអាកាសធ្វើការនៅក្នុងអង្គការ NASA ចំណែក Ekaterina វិញជាកូនក្រមុំគាត់នៅនឹងផែនដីរបស់យើងមង្គលការនេះកើតឡើងដោយសារតែ Yuri ជាប់បំពេញភារកិច្ចនៅលើអាកាសចំថ្ងៃពិសេសរបស់ពួកគាត់ទាំងអស់នេះគឺជាមង្គលការដែលចម្លែកដែលកើតឡើងមាននៅលើភពផែនដីរបស់យើងពិតប្រាកដមែនអ្នកទាំងអស់គ្នាបើមិនជឿអាចចូលទៅ check បានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលាអ្នកទាំងអស់គ្នា